នៅទីបំផុតមានយុទ្ធធរហើយសុផាតមេសាឈ្នះវិញបន្ទាប់ពីប្រជុំត្រួតពិនិត្យជាង2 ម៉ោងរួចមកបើតាមការលើកឡើងរបស់ឯកឧត្តមហេងសុខុនប្រធានសហព័ន្ធ Kickboxing លទ្ធផលគូសុផាតមេសានិងគឹមសុវណ្ណងាកំហុសធ្ងន់បំផុតគឺគណៈវិឆ័យព្រោះបើតាមការដាក់ពិន្ទុរបស់ចៅក្រមសរុបទាំង3នាក់មាន2នាក់ឲ្យមេសាឈ្នះនិងម្នាក់ទៀតឲ្យសុវណ្ណងាឈ្នះតែប្រធានវិនិច្ឆ័យគិតថាមិនសមទំនងក៏កែប្រែលទ្ធផលបែរជាឲ្យគឹមសុវណ្ណងាជាអ្នកឈ្នះទៅវិញដូច្នេះសហព័ន្ធ Kickboxing សម្រេចពិន័យព្យួរការងារគណៈវិនិច្ឆ័យនិងចៅក្រមម្នាក់ទៀតដែលឲ្យគឹមសុវណ្ណងាឈ្នះចំនួន4សប្តាហ៍